Hello, số xe nào đọc này chắc ngày nâng dân màu prepare the link note server ta tông tên nâng ca prepare link so link hay nâng hạt link chẳng từ bốn dân bao vị ốm hay dân bao vì ông về dân máu hay dân connect từ potty chẳng từ bốn nhung và cho username bỏ nhóm để nhung đặt cho một nhóm nó thì đã hay password bao username nhung chẳng bắt đầu máu cơ vì anh ao dương ta sẽ comment ở trong nâng ban đầu dương prepare potty đầm bay ta sẽ vì đôi chân notepad ta sẽ lờ lên nữa nè chẳng dương cho ta thông ta nâng hạt link hay nâng soft link ta cái hạt link nâng soft link nó không có bầm nòng thời kì chứng cho bộ ca prepare hạt link về cơ về chỉ man prepare món cơ về tại tông tên nâng data redundancy hay chỉ muốn nâng ca backup file này đọc kia chắc bây giờ cơ từ đó hạt link về cơ hạt link cơ về admin cho một đôi sen kia bên tay về file ấy cơ về đôi kia từng ở khoản thay dương ai rename cho một sen kia thì họ file A file B chẳng từ trong percent bà dương miền folder A hay nằm folder B percent bà hạt link nắng vì config từ folder tầng B trong này thay bà dương editក្នុងfolder A vì automatic từ updateនៅក្នុង folder B này chẳng nóពេលដែលយើងលុប file មួយគឺវាអត់ effect ទៅ file មួយទៀតទេដែលកន្លែង file ហ្នឹងគឺគេហៅថាជា file mirroring ឬក៏ versioning ដែលវាមានឈ្មោះផ្សេងគ្នាប៉ុន្តែវាមានតន័យដូចគ្នាគ្រាន់តែយើង rename ឈ្មោះ folder A folder B ចឹងមួយទៀតគឺវាជា protection មួយដែលវា against ទៅនឹងឧទាហរណ៍យើងច្រឡំ delete បើយើងច្រឡំ delete file folder A ចឹង folder B វាអត់បាត់ទេដោយសារតែយើងdelete តែ A ប៉ុន្តែ B វាគឺនៅដដែលចឹងហើយវា hard link ចឹងយើងបែរមកតាក់ទងទៅនឹង soft link ចឹង purpose របស់ soft link គឺវា manage ទៅលើ software version ដែលគេហៅថា library approach ហ្នឹងចឹងវាបង្ហាញតាក់ទងទៅនឹងការដោះស្រាយនៅលើ link នោះដែលវាឧទាហរណ៍ខុស version គ្នាខុស version software ដូចជា Python ឬក៏ GCC អញ្ចឹងវាអាចចឹងយើងប្រើ soft link ដើម្បីទៅ config ឲ្យវា version តែមួយប៉ុន្តែវាទោះ update មិនក៏ដោយក៏វានៅតែ file នឹងដដែលដែរហើយមួយទៀតគឺវាអាច link across different file system ឧទាហរណ៍ hard link គឺវាអត់អាច across file system បានទេប៉ុន្តែ soft link គឺវាអាច across file system ដែលវាខុសគ្នាបានអញ្ចឹងមួយទៀតគឺវាអាច linking ទៅdirectory ផ្ទាល់តែ hard link គឺវាអត់អាចប្រើទៅលើ directory បានទេប៉ុន្តែ soft link គឺវាជាវិធីតែមួយគត់ដែលយើងអាចបង្កើត list ហ្នឹងហើយវាអាចចូលទៅក្នុង folder បានអូខេអញ្ចឹងបន្ទាប់ពីយើងយល់តាក់ទងនឹង soft link purpose វាទាំងពីរហើយ soft link ហើយនិង hard link អញ្ចឹងមុនដំបូងយើងចូលទៅប្រើវាយើងត្រូវដឹងតាក់ទងទៅនឹងinode សិនអញ្ចឹង inode នេះវាគឺជា unique ID មួយដែលគេហៅថា ID number ហ្នឹងតាក់ទងទៅនឹង ID number of file data អញ្ចឹងវាមាន file name វាគ្រាន់តែជា label មួយដែល point ទៅលើ ID ហ្នឹងឯងហើយមួយទៀតហ្នឹងគឺ directory ដែលវាគឺជា table មួយដែលមាន file name ហើយវា point ទៅកាន់ inode number ចឹងយើងចូលមកតាក់ទងទៅនឹងឧទាហរណ៍តាក់ទងទៅនឹង hard link របស់យើងមកទៅចឹងដំបូងដែលខ្ញុំត្រូវបង្កើត file របស់ខ្ញុំសិនចឹងខ្ញុំបង្កើត file name ចឹងនៅពេលដែលខ្ញុំបង្កើត file គឺខ្ញុំនេះខ្ញុំដាក់ Hello this is my YouTube channel ហើយ file name របស់ខ្ញុំគឺ tdda.tat ចឹងនៅពេលយើង enter មកយើងនឹង load command ចឹងហើយយើងវាយពាក្យ ls ali ហើយ file យើងហ្នឹង
tdda.txt មកហើយ enter ពេលដែលយើង enter មកយើងនឹងឃើញមានលេខនេះអ្នកនរគ្នានឹងឃើញមានលេខinode ដែល1 2 3ផ្សំជាមួយនឹង link count ហើយអា0មុខ0ចាហ្នឹងអាហ្នឹងគឺជាទំហំ file របស់យើងហើយអ្នកនរគ្នាឃើញ0ហ្នឹងគឺជាទំហំម៉ានបាយតែទៅនឹង file ដែលខ្ញុំបង្កើតមិញអញ្ចឹងនៅពេលដែលយើងបង្កើតហើយយើងដាក់ឈ្មោះ file text របស់យើងហ្នឹងមួយជាមួយនឹង hard link នៅពេលដែលយើងឲ្យអត្ថប្រយោជន៍នៃ hard link នឹងដូចប្រាប់អ្នកនរគ្នាអញ្ចឹងនៅពេលដែលយើងលុប folder មួយទៅ folder វានៅដដែលទេគ្រាន់ថាវាយើង rename ឈ្មោះខុសគ្នាអញ្ចឹងនៅពេលដែលយើងភ្ជាប់វាជាមួយនឹង hard link ជាមួយវានឹង load ចេញពីរយដែលមាន inode របស់ text file text របស់ខ្ញុំមួយហើយជាមួយនឹង inode របស់ hard link មួយអញ្ចឹងទោះវាជា folder ពីរផ្សេងគ្នាមែនប៉ុន្តែនៅពេលដែលយើងកែមួយវា connect ទៅមួយទៀត auto ហ្មងដូចអ្នកនរគ្នាបានឃើញអញ្ចឹងដែល text ខ្ញុំហ្នឹងគឺ id node របស់ id ហ្នឹងគឺវា load ផ្សេងពី inode របស់ hard link ប៉ុន្តែវាគឺ auto នៅពេលដែលយើងកែក្នុង folder វា auto ទៅ folder មួយទៀតអញ្ចឹងបន្ទាប់យើងចូលតាក់ទងទៅនឹង soft link អញ្ចឹង soft link អ្នកនរគ្នាវាយ command ហ្នឹងមកហើយយើងវាយ text ជាមួយ file name របស់ខ្ញុំមិញមួយ soft link នៅពេលដែលយើងវាយមកវានឹង load ចេញជា soft link របស់ខ្ញុំគឺច្រើន soft link ដែលខ្ញុំបានបង្កើតឡើងមិញហ្នឹងដោយអ្នកនរគ្នាបានឃើញចឹងនៅពេលដែលខ្ញុំភ្ជាប់វាជាមួយនឹង soft link ជាមួយនឹង text file របស់ខ្ញុំមិញចឹងវាមាន inode មាន count ហើយក្រុមនេះគឺជា soft link ដែលវា point ទៅ file របស់ខ្ញុំមិញហ្នឹងហើយអាដំបូងដែលសក់ L ហ្នឹងអាហ្នឹងគឺមានថាវា link ទៅ file ខ្ញុំហ្នឹងឯងចុងក្រោយហ្នឹងគឺជា soft link ហើយជាវា point ទៅកាន់ file name របស់ខ្ញុំគឺ tdda.txt ហ្នឹងអូខេអញ្ចឹងបើសិនបើយើងចង់delete អញ្ចឹងយើងប្រើ delete យើងប្រើ command មួយទៀតគឺ command rm យើងវាយ command rm ជាមួយនឹង file name មិញរបស់ខ្ញុំ tdda.txt ហ្នឹងចឹងពេលវាយហើយយើង ls វាមកជាមួយនឹង ali ហ្នឹងហើយ enter មកអ្នកនរគ្នានឹងឃើញពាក្យឃើញតាក់ទងទៅនឹងការ remove file ទាំងអស់ហ្នឹងឯងដោយអ្នកនរគ្នាឃើញចឹងគឺនៅពេលដែលយើង remove គឺវា remove ទាំងអស់ទាំង soft link ហ្នឹងអញ្ចឹងនៅពេលដែលយើង remove អា hard link ហ្នឹងគឺវា load command មកដដែលប៉ុន្តែ soft link គឺវានឹង load no directory មកហ្មងចូលឧទាហរណ៍ខ្ញុំចង់បង្ហាញអ្នកនរគ្នាតាក់ទងទៅនឹងនៅពេលដែលយើង remove ហើយវា load នៅក្នុង hard link ហ្នឹងវា load file មកធម្មតា command ហ្នឹងអញ្ចឹងខ្ញុំប្រើ command cat ហើយជាមួយនឹង text file របស់ខ្ញុំមិញហ្នឹងហើយខ្ញុំ enter អញ្ចឹងវា load command ដូចអ្នកនរគ្នាឃើញចឹងវា load command ធម្មតាមក command ហ្នឹងធម្មតាហើយឧទាហរណ៍យើងចង់តេស្តជាមួយនឹង soft link ម្ដងចឹង soft link អ្នកនរគ្នាប្រើ command cat ដូចគ្នាហើយជាមួយនឹង ជាមួយនឹង file name របស់ខ្ញុំហ្នឹងហើយជាមួយនឹង soft link ពេលយើង enter មកវានឹង load no directory មកឯងដោយអ្នកនរគ្នាបានឃើញចឹងគឺវា no directory ចឹងអត្ថប្រយោជន៍វាតកតងទៅនឹង hard link ហើយនឹង soft link គឺចឹង hard link ទោះយើងលុប folder មួយក៏វានៅ load មានតែនៅក្នុង folder មួយទេប៉ុន្តែបើ soft link បើ remove ក្នុង folder មួយអូខេចឹងអ្នកនរគ្នាក៏បានដឹងតកតងទៅនឹងhard link ហើយនឹង soft link ហើយចឹងតកតងទៅនឹង hard link គឺវាយើងប្រើនៅពេលដែលយើងចង់ឲ្យ save the same file data ហ្នឹងពី folder ផ្សេងគ្នាបានដោយមិនចាំបាច់នៅលើ disk ទំហំ disk តែមួយឯងគឺឧទាហរណ៍បើយើង
មាន file 2 ប៉ុន្តែវាស្មើនឹងតែ 10G ក្នុងស្មើនឹងតែ file 1 ហើយចំពោះ soft link គឺយើងចង់ point ទៅលើ file ឬក៏ website ហ្នឹងគឺវាអត់មានបញ្ហាអញ្ចឹងតើតោងទៅនឹងhard link គឺ original file ហើយនឹង link ហ្នឹងគឺវា the same hard drive ហើយនឹង partition ហ្នឹងប៉ុន្តែចំពោះ soft link គឺវា original file ហ្នឹងគឺប្រហែលជាវាផុសត្រៃគ្នាក៏ partition ហ្នឹងចំពោះ target របស់វាគឺវាអាច link ទៅកាន់ hard link គឺវាអាច link ទៅកាន់ file បានប៉ុន្តែចំពោះ soft link គឺវា linking file ហើយនឹង directory ហើយចំពោះ hard link គឺវាបើសិនបើយើង delete original file តែនៅពេលដែលយើង link ហ្នឹងគឺវានៅ work ដដែលគឺវាអត់បាត់ទៅណាអា folder មួយទៀត soft link ហ្នឹងនៅពេលដែលយើង delete original គឺ link ក៏វាបាត់ទៅដែរចំពោះ hard link គឺនៅពេលដែលយើង backup ឬក៏គឺចំពោះការប្រើប្រាស់គឺយើង backup saving space ហើយគឺចំពោះ redundancy ទៀតហើយចំពោះការប្រើប្រាស់របស់ soft link គឺវាតទៅនឹង shortcut ហើយ point ទៅកាន់ folder